ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងបន្តនិយាយអំពីជំងឺសន្លាក់ឬមួយក៏គេហៅថា gout និងដំណោះស្រាយតាមបែបធម្មជាតិដែលយើងអាចធ្វើវាបាននៅក្នុងសួនបន្លែផ្ទាល់ខ្លួននៃផ្ទះរៀងៗខ្លួនរបស់យើងមានការស្រាវជ្រាវជាប់ជាប្រចាំអំពីបញ្ហាផ្សេងៗនៃរាងកាយក៏មានការពន្យល់បកស្រាយជាច្រើនអំពីជំងឺសន្លាក់និងអាស៊ីតយូរិកហើយការរកឃើញដំណោះស្រាយដែលយើងម្នាក់គួរស្វែងយល់បើសិនយើងមានបញ្ហា gout ឬអាស៊ីតយូរិកឥឡូវយើងចាប់ផ្ដើមស្វែងយល់ថាតើដំណើរការថ្នាំពេទ្យដែលគេផ្ដល់មកឲ្យអ្នកជំងឺ gout វាដំណើរការយ៉ាងម៉េចគឺថាភាគច្រើននៃថ្នាំពេទ្យឬឱសថពេទ្យទាំងនោះដំណើរការក្នុងខ្លួនយើងដោយវានឹងទៅរារាំងអង់ស៊ីមមួយដែលបំលែងសារជាតិពូរីនទៅជាអាស៊ីតយូរិកអញ្ចឹងអង់ស៊ីមដែលថ្នាំពេទ្យចូលទៅចាក់សោនោះឈ្មោះថា xanthine oxidase សំណួរសួរថាតើមានដំណោះស្រាយធម្មជាតិណាដែលអាចធ្វើរឿងនឹងបានដូចថ្នាំពេទ្យដែរឬទេចម្លើយគឺ yes តែចម្លើយនេះក៏ត្រូវសន្មត់ឲ្យច្បាស់ថាយើងម្នាក់ត្រូវកាត់ផ្ដាច់សារជាតិអាល់កុលស្រានិងស្រាបៀរនានារួមទាំងផ្លែឈើផងដែរដើម្បីជួយបំបត្តិបញ្ហាទាំងនោះប៉ុន្តែក៏មានមនុស្សជាច្រើនបានផ្អាកទទួលទានតាមការណែនាំទាំងនោះហើយតែនៅតែមានបញ្ហា gout ហើយ gout នោះអាចបំផ្លិចបំផ្លាញយើងជាពិសេសនៅពេលដែលយើងព្យាយាមដើរព្រោះវាផ្ដល់ការប៉ះពាល់ដល់ជើងយើងហើយគ្រាន់តែការហើមនិងស្ពឹកនៅតំបន់ទាំងនោះក៏អាចប៉ះពាល់ដល់ពេញរាងកាយយើងទាំងមូលតែម្ដងម្យ៉ាងទៀតគ្រាន់តែបញ្ហាសន្លាក់ដែលប៉ោងលៀនចេញមកនៅមេជើងនឹងសោះមនុស្សបានបាត់បង់អង់ស៊ីមមួយទៀតដែលអង់ស៊ីមនោះជួយបំបែកអាស៊ីតយូរិកហើយតើពេលនោះរាងកាយយើងបានកកើតអ្វីគឺរាងកាយយើងកើនឡើងនៅដំណើរការមួយទៀតដែលរក្សាជាតិខ្លាញ់ទុកសម្រាប់ប្រើអំឡុងពេលយើងមានការឃ្លានដែលការនេះប្រហែលមិនធ្វើឲ្យយើងភ្ញាក់ផ្អើលទេតែវីដេអូនេះយើងនឹងមិនទាន់និយាយអំពីបញ្ហានឹងនៅឡើយទេយើងចង់ផ្ដោតទៅលើដំណោះស្រាយធម្មជាតិដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងហើយដំណោះស្រាយនោះគឺសារធាតុមួយនៅក្នុងរុក្ខជាតិប្រភេទ polyphenol ហៅថា sulforaphane ប្រហែលអ្នករៀនសូត្រខ្លះធ្លាប់បានឮអំពីលោក John Hopkins ទាក់ទងនឹងការងារសិក្សារបស់គាត់ដែលរកឃើញថាវាអាចជួយបញ្ហាមហារីកហើយគាត់បានព្យាយាមស្នើឲ្យមានសេចក្តីប្រកាសនីយបត្រកម្មឬបានបាត់តង់តែគាត់មិនអាចទទួលបាននោះទេដូច្នោះពួកគាត់ក៏ទម្លាក់ចោលលទ្ធផលសិក្សានោះដោយទម្លាក់ដុំរំលងដ៏សែនក្តៅពីក្នុងដៃអញ្ចឹងហេតុនេះហើយតាំងពីពេលនោះមកយើងក៏លែងបានឃើញការសិក្សាស្រាវជ្រាវណាមួយដែលទាក់ទងនឹងសារធាតុ sulforaphane នៅតាមតំបន់ទាំងនោះជាក់ស្ដែងតែម្ដងថាយើងមិនអាចទទួលបានសេចក្តីប្រកាសនីយបត្រកម្មពីគម្រោងនោះទេព្រោះអង្គការទាំងនោះមិនយកលុយសន្ធឹកសន្ធាប់ទៅវិនិយោគក្នុងការលើកកម្ពស់ជំរុញឬផ្ដួចផ្ដើមនោះទេពីព្រោះជាអ្វីដែលយើងម្នាក់អាចដាំបណ្ដុះវានៅតាមបរិវេណនិងក្នុងសួននៃផ្ទះយើងផ្ទាល់រៀងខ្លួនតែម្ដងហើយនោះគឺ broccoli sprout កូនពន្លកផ្កាខាត់ណាខៀវតែយើងក៏អាចទទួលទានវាក្នុងទម្រង់ភៀលទម្រង់ដូចជាថ្នាំដែលគេសូនវាដូចជាគ្រាប់ថ្នាំបានដែរគ្រាន់តែថាវាសម្បូរជាងក្នុងទម្រង់ដែលនៅក្នុងជាកូនពន្លកផ្កាខាត់ណា broccoli sprout និង radish sprout ហើយក៏មានរឿងគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតទាក់ទងនឹងសារធាតុ sulforaphane ដែរទី1គឺ bioavailability ពាក្យនេះពិបាកបកប្រែឲ្យយល់តាមន័យខ្មែរតែខ្ញុំសូមហៅវាថាសារធាតុជីវៈធម្មជាតិ bioavailability នេះជាសមាសធាតុជីវៈធម្មជាតិមួយដែលរាងកាយយើងងាយស្រួលស្រូបយកជាងគេក្នុងចំណោមសមាសធាតុជីវៈធម្មជាតិដទៃទៀតដែលស្ថិតក្នុងអំបូរប្រភេទ polyphenol គឺវាមានដល់ទៅ 80% នៃ bioavailability បើមើលតាមរូបភាពតារាងប្រៀបធៀបនេះសូមមើលកម្រិតសារធាតុជីវៈធម្មជាតិនៃរុក្ខជាតិ Silymarin គឺមានត្រឹមតែ 0.73% ប៉ុណ្ណោះរីឯម្សៅល្មៀតមានតែ 1% ប៉ុណ្ណោះហើយក្រុម quercetin មាន 4% ប៉ុន្តែបើក្រឡេកមកមើលក្រុម sulforaphane វិញគឺមានសារធាតុជីវៈធម្មជាតិឬ bioavailability នេះដល់ទៅ 80% ដែលមានន័យថាវានឹងចូលទៅក្នុងរាងកាយយើងលឿនដូចរ៉ុកកែតនិងហាក់គ្មានរបាំងអ្វីរារាំងវាផងហើយរឿងមួយទៀតដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងអំពី sulforaphane នេះគឺវាមានសមត្ថភាពបើកឲ្យដំណើរការនៅសេននិងអង់ស៊ីមដទៃទៀតក្នុងការជំរុះការបំពុលនិងសារធាតុពុលនានាដែលផ្ដាច់ឱកាសនៃការកកើតមហារីកវាក៏អាចបើកដំណើរការជាង100នៃ defense zen ដែលជា zen ការពារខ្លួនឯងវាប្រឆាំងនឹងបញ្ហាផ្សេង
ប៉ុន្តែបើនិយាយពីទំនាក់ទំនងនឹងកោតការសិក្សាស្រាវជ្រាវនេះមិនទាន់មានពិសោធន៍ទៅលើមនុស្សទេតែយ៉ាងណាក៏ដោយដុកទ័រគាត់បន្តថាវាពិតជាមានគុណតម្លៃក្នុងការសាកល្បងហើយរឿងដែលពិសេសអំពីវាគឺផលប៉ះពាល់ស្ទើរតែគ្មានបើប្រៀបធៀបនឹងថ្នាំមិនទាន់អស់ទេគឺគេក៏បានរកឃើញថាវាអាចជួយស្ដារឡើងវិញនៅសមត្ថភាពច្រោះរបស់កោសិកានេហ្វ្រុនដែលនៅក្នុងក្រលៀនពីព្រោះជាង 60% នៃអាស៊ីតយូរិកគឺផលិតចេញពីរាងកាយរបស់យើងហើយបន្តច្រោះក្នុងក្រលៀនអញ្ចឹងហើយនៅពេលម្នាក់ណាដែលមានបញ្ហាក្រលៀនក្នុងកម្រិតណាមួយដែលមិនអាចរ៉ាប់រងជាមួយអាស៊ីតយូរិកបានល្អទេនោះរាងកាយពួកគេនឹងរុញអាស៊ីតយូរិកចូលទៅក្នុងជាលិកាដូច្នេះសារធាតុ sulforaphane នឹងជួយតម្រង់នោះឲ្យច្រោះបានល្អត្រឹមត្រូវជួយគ្រប់គ្រងអង់ទីអុកស៊ីតកម្មក្នុងការកាត់បន្ថយរ៉ាឌីកាល់សេរីដែលមានទំនាក់ទំនងនឹងការរលាកយើងគិតមើលថាគ្រីស្តាល់ដែលផ្ដុំគ្នាក្នុងសន្លាក់មេជើងទាំងនោះតើមានរ៉ាឌីកាល់សេរីច្រើនប៉ុណ្ណាទៅគឺច្រើនខ្លាំងណាស់ដែលពួកវាដូចធ្វើសង្គ្រាមជាមួយនឹងប្រព័ន្ធរាងកាយរបស់យើងហេតុនេះសារធាតុ sulforaphane ជួយគ្រប់គ្រងប្រតិកម្មនៃប្រព័ន្ធការពាររាងកាយទៅនឹងគ្រីស្តាល់និងការរលាកដែលចេញពីផ្នែកផ្សេងៗហើយវាក៏បង្កើនភាពចម្រុះនៃអតិសង្ខុំមកប្រាណអតិសង្ខុំមកប្រាណចង់មានន័យថាភាពចម្រុះនៃមីក្រូបដែលអាចជួយយកអាស៊ីតយូរិកទាំងនោះចេញពីរាងកាយរបស់យើងពីព្រោះមីក្រូបរបស់យើងជួយរុះរើនិងបញ្ចុះអាស៊ីតយូរិកអញ្ចឹងយើងឃើញថាផលល្អនៃសារធាតុ sulforaphane គឺជាសញ្ញាលើកទឹកចិត្តជាអំណោយផលពីធម្មជាតិដែលវិជ្ជមានតម្លៃក៏មិនថ្លៃហើយផលប៉ះពាល់គឺ0ហើយគាត់ប្រៀបធៀបការទាំងនោះដូចទៅនឹងល្បែងផ្គុំរូបភាពដែលយើងអាចគ្រាន់តែបាត់ផ្នែកមួយនៃរូបដែលត្រូវយកមកផ្គុំប៉ុណ្ណោះ